សេក្ដីคล้ายជាជនទី3ទាំងមិនដឹងខ្លួនមនុស្សច្រើនក៏គងហេតុអ្វីម្នាក់នោះជាបងជាអ្នកប៉ាំងពើសងរ៉ាប់រងរការឈឺចាប់អូនថាសុំទុំមិនចង់ធ្វើខំបុនតជាជុំរឿងដែលល្អគឺភ្លេបែអូនខ្លាចគេឈឺបេះដូងមិនអាចបែងចែកចុងក្រោយឈឺចាប់នៅតែជាបងឈឺមិនចាញ់គេតែមនុស្សអូនស្នេហ៍មិនមែនជាបងជួយបងរៀនបងផងតើបងភ្លេចអូនដោយរបៀបណាអូនអាត្មានេះបងខ្លាចមនោសញ្ចេតនាក្តីស្នេហាដែលបងមានចំពោះថ្លៃគេឈឺខ្លាំងប៉ុណ្ណាចង់ប្រាប់ថាបងក៏ឈឺប៉ុណ្ណាលេចលងទាំងមិនដឹងចុងក្រោយคล้ายខ្លួនជាជនទី3សល់ត្រឹមការខូចចិត្តអោវិបដិសារីចង់ស្អប់ថ្លៃតើហេតុអ្វីធ្វើមិនបានសុំទុំមិនចង់ធ្វើខំបុនតជាជុំរឿងដែលល្អគឺភ្លេបែអូនខ្លាចគេឈឺបេះដូងមិនអាចបែងចែកចុងក្រោយឈឺចាប់នៅតែជាបងឈឺមិនចាញ់គេតែមនុស្សអូនស្នេហ៍មិនមែនជាបងជួយបងរៀនបងផងតើបងភ្លេចអូនដោយរបៀបណាអូនអាត្មានេះបងខ្លាចមនោសញ្ចេតនាក្តីស្នេហាដែលបងមានចំពោះថ្លៃគេឈឺខ្លាំងប៉ុណ្ណាចង់ប្រាប់ថាបងក៏ឈឺប៉ុណ្ណាលេចលងទាំងមិនដឹងចុងក្រោយคล้ายខ្លួនជាជនទី3សល់ត្រឹមការខូចចិត្តអោវិបដិសារីចង់ស្អប់ថ្លៃតើហេតុអ្វីធ្វើមិនបានបងឈឺមិនចាញ់គេតែមនុស្សអូនស្នេហ៍មិនមែនជាបងជួយបងរៀនបងផងឲ្យបងភ្លេចអូនដោយរបៀបណាអូនអាត្មានិយមបំផ្លាញមនោសញ្ចេតនាក្តីស្នេហាដែលបងមានចំពោះថ្លៃគេឈឺខ្លាំងប៉ុណ្ណាចង់ប្រាប់ថាបងក៏ឈឺប៉ុណ្ណាលេចលងទាំងមិនដឹងចុងក្រោយคล้ายខ្លួនជាជនទី3សល់ត្រឹមការខូចចិត្តអោវិបដិសារីចង់ស្អប់ថ្លៃតើហេតុអ្វីធ្វើមិនបានចង់ស្អប់ថ្លៃតើហេតុអ្វីធ្វើមិនបាន